កាលពីវីដេអូមុននោះខ្ញុំធ្លាប់បង្ហាញជូនបងប្អូនរួចទៅហើយដែលតកតទៅនឹងបញ្ញាក្អែកដើម7ជូរហើយក៏ខ្ញុំបានបង្ហាញរូបរាងភិនភាគទាំងមូលជូនបងប្អូនតាំងពីផ្នែកពកបញ្ញាក្អែកដែលមកតោនិងដៃបាទឥឡូវនេះគឺជាបំណែកមួយនៃដៃបញ្ញាក្អែកដែលដុសចេញពីពកដើម7បងប្អូនណាដើម7ជូរហើយបើយើងមើលភិនភាគនៅដៃនេះបងប្អូនបាទយើងអត់បានដឹងយើងស្មានតាបញ្ញាមកតោងលើដើមហើយហ្នឹងហើយតែសម្រាប់បងប្អូនធ្លាប់ស្គាល់ប្រហែលជាគាត់អាចដឹងថានេះមិនមែនទេគ្រាន់តែជាលក្ខណៈពិសេសនៃដើមបើយើងស្រឡឹងមើលមកជុំនៃដៃបញ្ញាដែលខ្ញុំបានយកមកឆ្លាក់នេះគឺយើងឃើញលក្ខណៈភិនភាគច្បាស់ត្រង់ថាដៃគឺដុសចេញពីដៃបាទកន្លែងហ្នឹងឲ្យដែលបញ្ជាក់ថាបញ្ញាក្អែកនៃដើម7ជូរកម្រទៅហើយថែមទាំងមានដុសនៅដៃបញ្ញាដែលបញ្ញាដុសលើបញ្ញាទៀតនេះកាន់តែជារបស់មួយកម្រទៀតហើយសម្រាប់ឥទ្ធិពលដើម7ជូរគឺខ្ញុំធ្លាប់បានជម្រាបបងប្អូនច្រើនមកហើយដែរគឺតកតងទៅនឹងឥទ្ធិពលនៃដៃបញ្ញាក្អែកគឺមានដល់100គុណបងប្អូននៃយើងសរុបរួមចំពោះរូបដែលយើងអាចកសាងបានមានតួអង្គព្រះពុទ្ធអង្គបាននឹងរូបទេវៈបានច្រើនតួអង្គណាបងប្អូនទៅតាមតម្រូវការនៃឧបនិស្ស័យអារម្មណ៍របស់បងប្អូនដែលផុសចេញពីក្នុងជាច្រើនបងប្អូនជាភ្ញៀវដែលគាត់មកកំងខ្ញុំឆ្លាក់គាត់មានបំណងចង់ឆ្លាក់តួអង្គមួយនៃចិត្តគាត់ប៉ុន្តែគាត់នៅស្ទាក់ស្ទើរក្នុងចិត្តថាមិនដឹងថាសាងទៅត្រូវឬខុសទេអញ្ចឹងក៏គាត់បានពិភាក្សាជាមួយខ្ញុំទៅដើម្បីថាធ្វើយ៉ាងម៉េចពេលសាងឲ្យត្រូវຂ្នាតឲ្យត្រូវតាមក្បួនហើយត្រូវតាមនៃប្រភេទបញ្ញាក្អែកបាទនេះពិតប្រាកដហើយបងប្អូនការដែលបងប្អូនពិភាក្សាគឺដើម្បីរកអ្វីមួយឲ្យត្រូវកុំឲ្យខុសព្រោះតែយើងសាងហើយគឺទុកតកូនតចៅមិនមែនយើងសាងហើយតែមួយថ្ងៃហ្នឹងឯងបងប្អូនណាអញ្ចឹងមុននឹងសាងអីមួយគឺមានការពិភាក្សាច្បាស់លាស់ណាស់ទើបបានសាងដែលឡែកបងប្រុសដែលគាត់បានកំងបញ្ញាក្អែកពីខាងខ្ញុំដូចជាបញ្ញាក្អែក7ជូរនេះអញ្ចឹងគាត់បានប្រឹក្សាជាយូរមកហើយបាទទើបបានគាត់សម្រេចកសាង